Real Madrid ស្គាល់រសជាតិចាញ់ជាលើកដំបូងនៅឯលីកកំពូលរបស់ប្រទេសអេស្ប៉ាញ La Liga 6 ប្រកួតហើយដែលពួកគេឈ្នះជាប់គ្នាទាំង6ប្រកួតអត់ស្មើអត់ចាញ់ពេលនេះប្រកួតទី7ស្គាល់រសជាតិចាញ់ហើយក៏ចាញ់ធ្ងន់កទៅទៀតចាញ់ក្រោមទ្វេជើងក្រុមរួមទីក្រុងដែលប្រជែងគ្នាខ្លាំងគឺ Atletico de Madrid Real Madrid ចាញ់7 រំលឹកដល់7កាលពីមើលយូរហើយដែរបងប្អូនបាទកាលពីនៅថ្ងៃទី13ខែ1 2025ហ្នឹងបាទខែ1ថ្ងៃ13កាលនោះលេងនៅវគ្គផ្ដាច់ព្រាត់ Super Copa de España Barcelona ឈ្នះ7ដែរទៅលើ Real Madrid ឥឡូវនេះរំលងបានប្រហែលជា8ខែក្រោយឥឡូវនេះ Atletico Madrid ដាក់7ដែរទៅលើ Real Madrid ទៀតអញ្ចឹងគឺនៅក្នុងឆ្នាំ2025នេះReal Madrid ស្គាល់រសជាតិ7ធ្ងន់ធ្ងរក្រោមទ្វេជើងក្រុមខ្លាំងលំដាប់កំពូលនៅប្រទេសអេស្ប៉ាញគឺ Barcelona និង Atletico Madrid អ្នកទាំងពីរនឹងផ្ដល់7ឲ្យ Real Madrid គឺជារឿងមួយដែលឈឺចាប់ខ្លាំងបាទសម្រាប់ប្រិមិត្តដែលស្រឡាញ់ក្រុម Real Madrid បាទបងប្អូនទាំងគ្នាសម្រាប់ការចាញ់កាលពីយប់មិញនេះ Real Madrid គឺធ្វើឲ្យពួកគេរៀងថមថយបន្ទុកបន្តិចប្រសិនបើ Barcelona ឈ្នះ Sociedad យប់នេះនោះ Barcelona នឹងឡើងមកឈរលើរៀងទី1លើស Real Madrid 1បន្ទុកព្រោះថាបច្ចុប្បន្ន Barcelona មាន16បន្ទុក Real ចាញ់មួយហ្នឹងគឺមានតែ18ទេអញ្ចឹងបើ Barcelona ឈ្នះគឺមាន19បន្ទុកលើស Real 1បន្ទុកតែទើបតែលេងបាន6 7សប្តាហ៍ទេនៅផ្លូវវែងឆ្ងាយទៀតគ្រាន់តែថាការចាញ់របស់ Real Madrid នេះគឺក៏ក្រៅពិភពលោកបងប្អូនអើយចាញ់ច្រើនគ្រាប់ពេកចាញ់ Atletico Madrid បាទចាញ់ដល់ទៅ7ចាញ់7ហើយនឹងទៀតAtletico Madrid យប់មិញបងប្អូនឲ្យ Real Madrid សុទ្ធចំគោលដៅតែ2គត់ហើយបាន2គ្រាប់នឹងឯងយប់មិញនេះគឺ Real Madrid សុទ្ធបានត្រឹមតែ6ជើងគត់បងប្អូន6ជើងនេះចំគោលដៅបាន2បានតែ2ទេឲ្យចូលទាំង2ខណៈដែល Atletico Madrid ម្ចាស់ផ្ទះសុទ្ធដល់កបងប្អូន Atletico សុទ្ធ14ជើង Real បានតែ6ជើង Atletico Madrid សុទ្ធ14ជើងចំគោលដៅ7ចូល5មិនណាយហើយបាទទប់វីបងគ្រប់គ្រងបាល់តែ37%ទៀត Atletico ដល់ទៅពេល Real 63%គ្រប់គ្រងបាល់តែសុទ្ធតិចជាង Atletico សុទ្ធតែ6ជើងចំគោលដៅ2ចូលបានទាំង2 Atletico សុទ្ធបាន14ជើងចំគោលដៅ7ចូលបាន5មិនធម្មតាបាទសម្រាប់ Atletico Madrid ហើយបាល់ជ្រុង Atletico 7 Real តែ2ទេសរុបទៅ9ជ្រុងបងប្អូនបាទបើយើងនិយាយពីស្ថិតិនេះ Real Madrid លើតែ position ball តែប៉ុណ្ណោះក្រៅពីហ្នឹងគឺក្រោម Atletico Madrid ទាំងអស់ចង្វាក់នៃការវាយលុករបស់ Atletico Madrid គឺស្រួចមុតផុសគេបាទស្រួចមុតផុសគេ Real Madrid មិនស្គាល់រសជាតិចាញ់ Atletico Madrid ឲ្យស្គាល់រសជាតិចាញ់បងប្អូនហើយបាទ Atletico Madrid ចាញ់បានម្ដងហើយបាទ Real ក៏ចាញ់ម្ដងដែរនៅ Barcelona មិនទាន់ស្គាល់រសជាតិចាញ់ទេស្មើ1ឈ្នះ5បាទ Barcelona គណៈដែលមាន Elche មួយទៀតក៏មិនទាន់ស្គាល់រសជាតិចាញ់ដែរបាទនៅឯ La Liga Elche បាទឈ្នះ2ស្មើ4អត់ចាញ់សោះឆ្លើយរៀងទី7បាទ Elche អញ្ចឹងការចាញ់របស់ Real Madrid នេះនាំឲ្យពួកគេបាទស្គាល់រសជាតិដំបូងការចាញ់នឹងជាមួយនឹង Liverpool កាលពីយប់មិញក៏អញ្ចឹងដែរ Liverpool ក៏ស្គាល់រសជាតិចាញ់ជាលើកដំបូងដូចគ្នាដែរបាទអញ្ចឹងក្រុមដែលថាឈ្នះការប្រកួតជាប់គ្នាទាំងអស់នោះមាន Real Madrid Liverpool Bayern Munich ហើយនិង Napoli បាទ Real Madrid Liverpool Bayern Munich និង Napoli ឥឡូវនេះReal Madrid ហើយនឹង Liverpool ទៅភ្នំហើយ Real Madrid និង Liverpool ទៅភ្នំហើយនៅឡើយតែ Bayern Munich ហើយនិង Napoli ទេដែលមិនទាន់ស្គាល់រសជាតិចាញ់គណៈដែល Paris Saint-Germain ក៏ចាញ់ហើយដែរបាទចាញ់ Marseille មុនបាទចាញ់មកគ្រាប់ទល់នឹង0ទេបាទអញ្ចឹងសោកស្ដាយសម្រាប់ប្រិមិត្តរបស់ក្រុម Real Madrid បាទគឺចាញ់ធ្ងន់ពេកបាទចុកចាប់បងប្អូនហើយចាញ់ច្រើនណាស់7នេះគឺជារឿងមួយដែលធ្ងន់ធ្ងរបំផុតបាទសម្រាប់ក្រុម Real Madrid ខ្ញុំក៏ពិតជាសោកស្ដាយដែរសម្រាប់ការប្រកួតការប្រយុទ្ធមិញនេះចាញ់ច្រើនគ្រាប់ពេកហើយ